សួស្តីបងប្អូនទាំងអស់គ្នាមកមើលទីផ្សារមាសទាំងអស់គ្នាត្រៀមផែនការដើម្បីចូលទីផ្សារប្រចាំថ្ងៃកន្លែងណាគួរបាយកន្លែងណាយើងគួរចូល sale អញ្ចឹងសម្រាប់ណាទីផ្សារមាសនៅក្នុងថ្ងៃនេះខ្ញុំឃើញថាកំពុងតែទទួលរងឥទ្ធិពលនៅក្រោមកត្តាព័ត៌មានគឺជាភាពវិជ្ជមានចេញអំពីការចរចាគ្នាឡើងវិញទៅលើរឿងពន្ធបាទរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបាទអញ្ចឹងទីផ្សារមាសនឹងមានការលក់ចេញវិញឃើញថាមានការធ្លាក់ច្រើនតែម្ដងនៅពេលនេះអញ្ចឹងផែនការដែលខ្ញុំមើលឃើញគឺសម្រាប់បងប្អូនដែលត្រៀមបាយនៅពេលដែលទីផ្សារធ្លាក់មកដល់តម្លៃ 3,200 ម្ដុំហ្នឹងណាលើនឹងតិចតួចក្រោមនឹងតិចតួចយើងទម្លាក់ time frame ណាដើម្បីមើល price action ត្រៀមចូលបាយទីផ្សារនៅពេលដែលតម្លៃមាសធ្លាក់មកដល់ 32.00 ម្ដុំហ្នឹងបាទមាន price action កើតឡើងបានយើងចូលផ្សារណាកន្លែងហ្នឹងណាត្រៀមបាយដោយឡែកចំពោះបងប្អូនដែលត្រៀមខាង sale វិញឃើញថាតម្លៃដែលគួរតែត្រៀមចូលទីផ្សារនោះយ៉ាងហោចណាស់ឲ្យទីផ្សារបានឡើងថ្លៃទៅវិញ$50ឡើងទៅលើសិនចាំយើងត្រៀម sale ចុះមកវិញណាអញ្ចឹងឃើញថាតម្លៃបច្ចុប្បន្ននេះគឺ 32.27 ចឹងឡើងទៅលើវិញខ្ទង់ 32.80 32.90 គឺជាតំបន់ល្អសម្រាប់បងប្អូនត្រៀមផែនការចូល sale បាទនៅពេលហ្នឹងគឺយើងទម្លាក់ time frame ឲ្យតូចទៅណា15នាទី5នាទីបន្ទាប់មកគឺយើងណាសម្គាល់ទៅលើ price action ឬក៏ជាប្រភេទ indicator ណាមួយដែលចង្អុលបង្ហាញអំពី sell signal នៅកន្លែងហ្នឹងគឺយើងធ្វើការ sell ទៀតបានតែម្ដងបាទអញ្ចឹងគឺណាសម្រាប់ទីផ្សារមាសគឺរងចាំឲ្យតម្លៃរុញទៅដល់ផ្នែកខាងណាមួយសិនចាំយើងធ្វើការវិភាគដើម្បីចូលផ្សារបាទនេះគឺជាការផ្ដល់ជាយោបល់ខ្លះណាសម្រាប់បងប្អូនយកទៅពិចារណាបន្ថែមបាទអញ្ចឹងសូមបងប្អូនណាធ្វើដោយប្រុងប្រយ័ត្នហើយសូមជូនពរឲ្យបងប្អូនអរគុណទទួលបាននូវផលចំណេញគ្រប់គ្នាបាទសូមអរគុណ